hồ si chất độc cho nam ní với chỉ là tập hào thông nơi con một robot lụa tập bông này ពេលដែលខ្ញុំចាប់ដើមដំបូងនៅឆ្នាំ2016វាពិតជារឿងដែលលំបាកដែលខ្ញុំអត់ចេះសោះបងប្អូនដឹងហើយពេលដែលខ្ញុំធ្វើអ្វីដែលអត់ចេះវាជារឿងមួយលំបាកប៉ុន្តែខ្ញុំតាំងចិត្តមិនទី1ខ្ញុំចង់ជួយប្រជាជនឲ្យមានទីផ្សារត្បូងឲ្យមានការងារធ្វើទី2ដែលសំខាន់គឺចំណេះតែខ្ញុំអត់ចេះត្បូងទេពេលដែលខ្ញុំរកត្បូងអត់ស្គាល់ត្បូងសោះខ្ញុំចាប់ដើមពី0បាទធ្លាប់ទិញខុសទេធ្លាប់បាទតាមបទពិសោធន៍ខ្ញុំមិនត្រឹមធ្លាប់ខុសទេខ្ញុំធ្លាប់សហការខុសទៀតជាមួយមនុស្សបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកអ្នកនរគ្នាបន្តិចសម្រាប់ការរកស៊ីចូលគ្នាឬជារកស៊ីជាមួយបងប្អូនឬនរណាក៏ដោយទី1កុំរកស៊ីជាមួយមនុស្សដែលគ្មានភាពស្មោះត្រង់ទី2កុំរកស៊ីជាមួយមនុស្សដែលមិនឲ្យតម្លៃអ្នកទី3ពេលដែលខ្ញុំចាប់ដើមដំបូងខ្ញុំអត់ចេះទេបាទបងដឹងហើយខ្ញុំមានទុនប្រហែលជា30,000ខ្មែរអូដោយសារខ្ញុំទៅបើកពេទ្យនៅហ្នឹងបាទហើយខ្ញុំស្រឡាញ់អាវិស័យហ្នឹងខ្ញុំចង់រកស៊ីតែខ្ញុំអត់ចេះធ្វើម៉េចខ្ញុំមើលឃើញមានឱកាសមួយមានស្រីមួយប្រកែគាត់ប្រកែតែគាត់អត់មានធនធានបាទអត់មានលុយសម្រាប់វិនិយោគអញ្ចឹងខ្ញុំគិតថាហេបើខ្ញុំសហការមួយគាត់ជារឿងល្អបាទខ្ញុំអត់ចេះគាត់មានចំណេះជឿមួយដែលខុសពេលខ្ញុំសហការមួយគាត់ជាមនុស្សអត់ស្មោះត្រង់ពេលដែលខ្ញុំដាក់លុយឲ្យគាត់ទិញខ្ញុំមានគោលដៅមួយដែលល្អគាត់មានចំណេះខ្ញុំមានលុយយើងសហការគ្នាចំណេញ50-50បាទប៉ុន្តែពេលដែលខ្ញុំសហការមួយគាត់អត់ស្មោះត្រង់បាទគាត់ទៅទិញត្បូងខ្ញុំថាបើទៅទិញសហការមួយគាត់ខ្ញុំបានរៀនផងតែគាត់អត់ឲ្យខ្ញុំរៀនទេបិទខ្ញុំបាទអត់ហើយពេលដែលទិញត្បូងទិញ30,000គាត់ប្រាប់ខ្ញុំថាទិញ40,000គាត់យកចំណេញខ្ញុំមកតបាទទី2ពេលដែលគាត់យកលក់ព្រោះខ្ញុំសហការមួយគាត់តាំងពីទិញតាំងពីលក់គាត់លក់បាន60,000គាត់ប្រាប់ខ្ញុំថា50,000ទេអញ្ចឹងគាត់ចំណេញជាមួយខ្ញុំ2តង់ទី1ចំណេញទិញទី2ចំណេញតម្លៃលក់បាទអានេះបទពិសោធន៍បងផ្ទាល់តែម្ដងនៅពេលយើងប្រឡូកមួយមុខរបរត្បូងនេះពេលត្បូងហើយយើងជួបមួយបញ្ហាអញ្ចឹងយើងលំបាកយើងអត់ចេះផងអីផងកត្តាអីដែលធ្វើឲ្យបងឈ្មោះឈ្មោលទៅមុខទៀតកត្តាដែលឈ្មោះឈ្មោលគឺកត្តាដែលទី1គឺចំណងហ្មងដោយសារខ្ញុំចង់រកស៊ីវិស័យហ្នឹងចង់លើកស្ទួយត្បូងខ្មែរចង់ជួយប្រជាជនដែលជីកនឹងឲ្យគាត់មានឱកាសការងារហើយគាត់លក់បានតម្លៃផងបាទខ្ញុំចង់លើកស្ទួយប្រទេសកម្ពុជាព្រោះខ្ញុំដឹងថាត្បូងរតនាគិរីវាមានតម្លៃបាទនៅលើពិភពលោកមានតែប្រទេសយើងដែលមានអាត្បូងរតនាគិរីដែលហៅថា Blue Zircon ហ្នឹងអញ្ចឹងខ្ញុំចង់អូសទាញត្បូងយើងឲ្យល្បីឲ្យទីផ្សារពិភពលោកឲ្យតម្លៃទោះបីចាប់ដើមដំបូងបងជួបបញ្ហាមួយដៃគូក៏ដោយ